នៅក្នុងវីដេអូនេះខ្ញុំសូមធ្វើឆ្លើយតបទៅកាន់សំណួររបស់បងដែលចង់ដឹងអំពីដំណើរការនៅក្នុងការដែលអឺវះកាត់ទាក់ទងជាមួយនឹងការវាយឆ្អឹងច្រមុះរបស់ខ្ញុំហើយនៅក្នុងវីដេអូមុនខ្ញុំបាននិយាយហើយថាអាការៈបែបណាដែលអឺដែលខ្ញុំមិនបានដឹងមុនថាខ្ញុំមានជំងឺនេះឬក៏ខ្ញុំត្រូវការវះកាត់ចាំបាច់អញ្ចឹងខ្ញុំនិយាយពីបន្ទាប់ពីខ្ញុំដឹងថាខ្ញុំមានវាឆ្អឹងច្រមុះបែបនេះហើយអឺលោកគ្រូពេទ្យឲ្យការសម្រេចចិត្តខ្ញុំពីរទីមួយគឺទុកវាបែបហ្នឹងអត់ត្រូវការវះកាត់ទេប៉ុន្តែខ្ញុំត្រូវប្រយ័ត្នខ្លួនឯងទាក់ទងជាមួយនឹងចំណីអាហារដែលខ្ញុំញ៉ាំទាក់ទងជាមួយនឹងបរិយាកាសដែលខ្ញុំចូលទៅវាដូចជាអឺកន្លែងដែលត្រជាក់ទាក់ទងជាមួយនឹងអាកាសធាតុត្រជាក់ឬក៏ម៉ាស៊ីនត្រជាក់អីចឹងខ្យល់ត្រូវខ្យល់ខ្លាំងក៏មានបញ្ហាដែរហើយនៅពេលដែលមានបញ្ហាម្ដងនោះគឺវាថប់ដង្ហើមវាញ័រទ្រូងញ័រអីចឹងទៅហើយជាពិសេសគឺបន្ទាប់ពីប៉ះពាល់ជាមួយនឹងបរិយាកាសអស់នោះឬក៏ទាក់ទងជាមួយនឹងបរិស្ថានដូចជាធូលីដីច្រើនដូចជាអឺកន្លែងដែលកក្រិចពេលខ្លះក៏ជាក្លិនដែរក្លិនទឹកក្អប់ឬក៏ក្លិនមិនល្អអីហ្នឹងបន្ទាប់ពីយើងប៉ះពាល់ហើយយើងនឹងឈឺក្បាលហើយខ្ញុំនិយាយទាក់ទងជាមួយនឹងម្ហូបអាហារដែរក៏ឲ្យយើងចំណាំខ្លួនឯងដែរទៅថាយើងញ៉ាំអីហើយអត់បានដូចជានៅពេលដែលញ៉ាំហើយមានអារម្មណ៍អត់ស្រួលខ្លួនឬក៏អឺឈឺក្បាលឬអីហ្នឹងសម្រាប់ខ្ញុំដូចជាពិសេសគ្រឿងផ្អាប់ហើយនឹងនៅពេលដែលញ៉ាំប្រៃច្រើនអញ្ចឹងខ្ញុំប៉ះពាល់ហើយពេលហ្នឹងខ្ញុំអត់ដឹងទេតោះតែទៅបណ្ឌិតហើយគេប្រាប់អញ្ចឹងទៅដឹងខ្លួនហើយប្រយ័ត្នតទៀតអញ្ចឹងទៅអញ្ចឹងភ្ជាប់ទៅវិញគឺជំរឿសទុកដដែលតែញ៉ាំប្រយ័ត្នដើរប្រយ័ត្នហើយទៅកន្លែងណាក៏ត្រូវប្រយ័ត្នដែរហើយត្រូវពាក់ម៉ាស់ជាប់រហូតហ្មងដែលអឺបើសិនជាប្រហែសអាការឈឺនោះវានឹងរើឡើងហើយយើងត្រូវញ៉ាំថ្នាំមានន័យថានៅពេលដែលវារើញ៉ាំថ្នាំឲ្យបាត់ហើយប្រហែសឈឺវិញញ៉ាំថ្នាំទៀតញ៉ាំថ្នាំឲ្យប្រហែលឈឺវិញមានន័យថាវាវិលដូចវដ្តចឹងហើយនឹងជំរឿនទី2គឺវះកាត់ជំរឿននៅក្នុងការវះកាត់បន្ទាប់ពីយើងវះកាត់ហើយអាការៈឈឺក្បាលយើងដោយសារតែការអាឡែហ្ស៊ីឬក៏រងផលប៉ះពាល់ពីអីដែលខ្ញុំនិយាយខាងលើនោះគឺលែងមានទៀតហើយក៏អត់ត្រូវការញ៉ាំថ្នាំដើម្បីទប់ការប៉ះពាល់ឬក៏ញ៉ាំថ្នាំឈឺចាប់បំបាត់ការឈឺចាប់ទាក់ទងនឹងការឈឺក្បាលអីហ្នឹងទៀតដែរអត់ត្រូវការទេហើយយើងក៏មានសេរីភាពនៅក្នុងការដើរហើរចេញទៅខាងក្រៅគ្រាន់តែយើងបង្ការហើយយើងការពារបន្ថែមទៀតទៅវាគ្រាន់តែការប៉ះពាល់ហ្នឹងវាមិនប៉ះពាល់ខ្លាំងដូចពេលដែលយើងអត់ទាន់វះសម្រាប់ដំណើរការនៅក្នុងការវះអឺហើយខ្ញុំបានសម្រេចចិត្តនៅក្នុងការវះចឹងឥឡូវទៅបើរាប់ពីតាំងពីវះកាត់ហើយមកវាចូលជិត1ឆ្នាំហើយពេលបន្ទាប់ពីវះកាត់ហើយគឺខ្ញុំអត់ដែលឈឺក្បាលទៀតទេគឺលែងមានការឈឺក្បាលហ្នឹងទៀតហ្មងហើយអាការថប់ដង្ហើមអាការអីអាការៈដែលយើងធ្លាប់មានពីមុនហ្នឹងគឺលែងមានហ្មងខ្ញុំនិយាយពីអឺ process ដែលខ្ញុំចូលទៅវះកាត់មានថាយើងអូខេយើង agree មួយបែបថាយើងវះកាត់តែទៅយើងណាត់ជួបពេទ្យមានថាយើង make appointment with doctor អញ្ចឹងណាហើយនៅពេលហ្នឹងគេនឹងឲ្យយើងទៅសម្រាកនៅពេទ្យមុនមួយថ្ងៃពេទ្យឯកជនខ្ញុំអត់ដឹងមិនដែរប៉ុន្តែខ្ញុំចូលសម្រាកនៅក្នុងពេទ្យរដ្ឋអញ្ចឹងខ្ញុំត្រូវសម្រាកនៅពេទ្យហ្នឹងមុនមួយយប់ហើយអឺ សម្រាប់មួយយប់ហើយថ្ងៃបន្ទាប់គេនឹងប្រាប់យើងឲ្យនៅក្នុងការតមអាហារគេឲ្យយើងញ៉ាំថ្នាំមុនគេឲ្យយើងតមអាហារ
តាំងពីពេលយប់ទៅគេកំណត់ម៉ោងថាពីម៉ោងណាដល់ម៉ោងណាដែលយើងត្រូវអត់ញ៉ាំទឹកអត់ញ៉ាំអាហារអត់ញ៉ាំចំណីពេលចូលទៅអញ្ចឹងយើងត្រូវត្រាំនៅពេលហ្នឹងអឺដើម្បីអាចទ្រាំបានយើងត្រូវញ៉ាំឲ្យហើយផឹកឲ្យហើយឲ្យគ្រប់គ្រាន់ឲ្យបានស្អាតមុនពេលម៉ោងដែលគេកំណត់ហ្នឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាអាចទ្រាំបានដែរហើយវាអត់សូវពិបាកអត់សូវពិបាកនៅក្នុងខ្លួនទេហើយក៏យើងមានកម្លាំងគ្រប់គ្រាន់ដែរប៉ុន្តែគ្រាន់តែពេលហ្នឹងខ្ញុំខ្សោយទោះបីជាញ៉ាំបានច្រើនក៏នៅតែយល់ថាខ្លួនឯងខ្សោយដែរដល់ព្រលឹមឡើងគឺខ្ញុំត្រូវវះកាត់ពេលផឹកហើយក៏មិនវះកាត់តែខ្ញុំដែរខ្ញុំត្រូវចាំគ្នាតយ៉ាងទៅគេចូលអីហ្នឹងមានន័យថាគេមានវេននៅក្នុងការចូលវះកាត់ចឹងណាហើយនៅពេលដែលមួយចូលវះកាត់ហ្នឹងសម្រាប់ខ្ញុំខ្ញុំខ្សោយអញ្ចឹងមួយចូលវះកាត់ខ្ញុំស្លាប់ម្ដងមុននឹងចូលតែអញ្ចឹងគេយកខ្ញុំយកទៅដាក់អុកស៊ីហ្សែនដាក់អីចឹងទៅហើយបន្ទាប់ពីដាក់អុកស៊ីហ្សែនបានសម្រាករយៈពេលប្រហែលជា1ម៉ោងហើយខ្ញុំបានធូរស្បើយទៅតែបាត់ពេលហ្នឹងគេចង់ cancel វះកាត់ខ្ញុំប៉ុន្តែយើងរៀងខំប្រឹងទប់អារម្មណ៍ខ្លួនឯងឬក៏ព្យាយាមឲ្យខ្លួនឯងមានថាវារៀងរឹងប៉ឹងជាងមុនមកវិញអញ្ចឹងគេឃើញខ្ញុំឡើងអីហើយខ្ញុំក៏អូខេគិតថាខ្ញុំវះកាត់ខ្ញុំអត់ cancel ទេហើយក៏យើងចូលបន្ទប់វះកាត់ទៅក៏ដាក់ថ្នាំសណ្ដោងដាក់អីចឹងទៅហើយវះកាត់ក៏គេអត់វះឲ្យឃើញស្នាមឃើញអីដែរគេប្រើខ្ញុំអត់ដឹងថាពាក្យបច្ចេកទេសគេហៅអីគេប៉ុន្តែវាជាម៉ាស៊ីនដែលអាចស៊កទៅហើយគេវះកាត់អឺអឺដោយប្រើម៉ាស៊ីនតូចស៊កចូលតាមរន្ធចំហអីចឹងទេទម្រង់មិនខ្ញុំអត់ដឹងទេព្រោះខ្ញុំមិនពេទ្យហើយខ្ញុំក៏អត់ដឹងខ្លួនដែរនៅពេលដែលគេវះកាត់ហ្នឹងគឺគេសណ្តំឲ្យយើងស្លាប់បាត់ហើយតែពេលខ្ញុំភ្ញាក់ខ្លួនមកគឺគេវះកាត់ហើយឈឺមែនទែនឈឺខ្លាំងណាស់ឈឺធំអត់បានទេមានន័យថាយំផងអីផងនៅតែគាត់ថាមិនស្រែកយំពេញពេទ្យអីចឹងទេយើងចេះទ្រាំដែរចឹងណាហ្នឹងហើយហើយបន្ទាប់ពីយើងវះកាត់ហើយយើងគេងនៅពេទ្យហ្នឹងគឺឲ្យដឹងថាយើងបានធូរហ្នឹងពេលខ្ញុំសម្រាកនៅពេទ្យគឺ2ថ្ងៃបន្ទាប់ពីវះកាត់ហើយអញ្ចឹងចេញមកគឺគេលាងសម្អាតគេយកកណាត់ទប់ច្រមុះទប់អីកុំឲ្យហូរឈាមអីចឹងទៅប៉ុន្តែបន្ទាប់ពីវះហ្នឹងហើយគឺហូរឈាមច្រើនដែរហើយកណាត់ហ្នឹងក៏ទប់អត់ជាប់ដែរគឺអាចឲ្យcompress ដែលយើងមកទប់ឈាមហ្នឹងគឺជោករហូតចឹងដូររហូតហើយគេមានស្លៃញឹកទប់ច្រមុះហ្នឹងកុំឲ្យឈាមហ្នឹងវាហូរមកច្រើនអញ្ចឹងប្រហែលជាគេញឹកច្រើនទេព្រោះយើងយល់ថាវាតឹងវាតោងអីចឹងទៅហើយយើងប្រយ័ត្នមែនតើហើយកំឡុងពេលហ្នឹងគឺយើងថែទាំហើយពីព្រោះយើងខ្លាចឆ្លងមេរោគពីបើមិនជាឆ្លងមេរោគបន្ទាប់ពីវះកាត់នេះហើយគឺបញ្ហាធ្ងន់វាអាចនឹងបង្កជាដុតសាច់ក៏អីចឹងទៅយើងថែខ្លាំងហើយវះកាត់ឲ្យ3ថ្ងៃយើងបានចេញទៅផ្ទះហើយយើងសម្រាកនៅផ្ទះនឹងថែរក្សាលាងច្រមុះលាងអីហ្នឹងគឺរយៈពេល1អាទិត្យហើយត្រឡប់មកវិញលាងច្រមុះនឹងជាមួយនឹងពេទ្យដល់ថ្ងៃណាត់យើងត្រឡប់មកលាងច្រមុះវិញគឺអូខេជាការផ្លាស់អញ្ចឹងឥឡូវហ្នឹងគឺខ្ញុំអូខេ